ចឹងដើម្បីដោះស្រាយលំហាត់នឹងចេញខ្ញុំបញ្យល់វាឡើងវិញទីសិនអញ្ចឹងទីមួយតកតងជាមួយនឹងរូបមន្តយើងចាបមាចរណានិយាយអំពីតកតងនឹងការតង្កេតគឺមាន P ស្មើ mv ហ្នឹងហើយហើយកំណនៃកម្លាំងកិតគឺ W ស្មើដល់ F គុណ D កម្លាំងកិតដល់ពេលថាពល kinetic រូបមន្តទូទៅឯរៀនដល់ថ្នាក់ទី8ហ៎ថ្នាក់ទី10ក៏មានដែរគ្រាន់តែយើងតាំងវាការស្មើ1លើ2 mv ការ៉េកានោះថ្នាក់កងយើងតាំងវាP អញ្ចឹងទៅក្រោយមកទៀតតកតងជាមួយនឹងថាមពលមេកានិកកើតឡើងចេញពីថាមពល kinetic បូកថាមពលពងខ្សែការខ្ញុំប្រឡងដំណាក់ទី12សិបកែប៉ុណ្ណឹងគឺខ្ញុំចេះទី1ចេះច្បាប់រសារថាមពលហ្នឹងហើយនឹងចេះទ្រឹស្ដីខ្លះខ្លះទៅវាជាប់ដល់ថ្នាក់ខែដែរព្រោះពីច្រើនគាត់ប្រើទ្រឹស្ដីថាមពលនឹងច្រើនអញ្ចឹងទី1យើងត្រូវកាត់ពិចារណាពេលដុំម៉ានេះវាផ្លាស់ទីមកដល់ហើយនេះវាមានល្បឿនមួយដុំម៉ាមួយហ្នឹងប៉ុន្តែអាការទង្គិចទៀតនេះវាអាចកើតមានពីរលក្ខខណ្ឌទី1ពេលវាទង្គិចទៅវាអាចធ្វើអានេះដុំនេះទៅមុខមុនអានេះទៅមុខតាមក្រោយយកទៅបន្តិចឬក៏អានេះយកទៅមុខមុនអានេះនៅស្ងៀមនេះឬក៏ពេលប៉ះវាហើយវាអាចឡងថយក្រោយវិញបន្តិចចឹងវាអាចមានទៅ3លក្ខខណ្ឌដែលអាចកើតមានឡើងចឹងលក្ខខណ្ឌដែលខ្ញុំថាឲ្យវានៅស្ងៀមនេះគឺវាអាចនឹងអត់កើតមានឡើងទេយើងមានប្រើតាមវិធីសាស្ត្រមួយដើម្បីដោះស្រាយវាគឺមានលក្ខណៈថាច្បាប់រក្សាធម្មពលចលនាតើតើជាមួយថាបរិមាណចលនាគឺផ្សេងធម្មពលផ្សេងទៅច្បាប់រក្សាធម្មពលឬក៏ធម្មពលស៊ីនតិចត្រូវបានរក្សាព្រោះអីថាពលរក្សាដោយសារតែវាជាទម្ងន់ខ្ទាតអញ្ចឹងយើងធ្វើតាមលំដាប់ដោយអញ្ចឹងបដូរពីរបៀបនៃការធ្វើដោយរញ៉េរញ៉ៃបែបនេះដោយយើងធ្វើតាមលក្ខខណ្ឌរកល្បឿនតាមវិធីមួយទៀតចេះពេលបងអូនចង់ដឹងថាដុំនេះផ្លាស់ទីបានចម្ងាយប្រវែង D ប្រមាណម៉ែត្របងអូនត្រូវរកវាតាមទ្រឹស្ដីបត់កំណត់ថាពលស៊ីនតិច W ស្មើនឹង delta K ហើយ W នេះគឺស្មើដល់ FD ព្រោះកំណត់នៃកម្លាំងកកិតគឺស្មើនឹងដល់ F គុណ D ហើយតោះមកយកបែបហ្នឹងណាកំណត់នៃកម្លាំងកកិតគឺដល់ F គុណ D ហើយ delta K គឺយកការស្រេចដែលស្មើ0ព្រោះវាឈប់ដកការដើមនោះការរបស់ដុំម៉ាស់ទី2នេះអញ្ចឹងយើងសរសេរវាតិចសិនហើយបានយើងរកល្បឿនវាបន្តទៀតមើលចេះអញ្ចឹងក្នុងរូបភាពយើងមានតាមទ្រឹស្ដីបត់កំណត់ថាពលស៊ីនតិចនៃ M2 គឺ W2 ស្មើនឹង delta K ឬការ 2F ដកការ 2E WF កំណត់នៃកម្លាំងកកិតគឺស្មើដល់ F2D F2 នេះកើតមានឡើងដោយសារវាសំដៅទៅលើអង្គធាតុទី2ហើយដកដល់ពេល F2 នេះគឺ 1mc MPC ព្រោះវាគឺជាទម្ងន់ខ្ទាតអញ្ចឹង 1mPC គុណ D ចូលដល់មួយទៀតគឺថាមពលស៊ីនតិចស្រាច់គឺ M2 ស្មើនឹងការ 2F គឺស្មើ0ព្រោះអីដុំដែកហ្នឹងវាត្រូវបានឈប់នៅស្ងៀមហើយដល់ពេលការ M2 នេះតើតើនឹងល្បឿនដើមរបស់វានេះគេថា V2 ព្រីមព្រោះអីអានេះវាមានល្បឿនដើមនៅពេលដែលវាមានទង្គិចក្រោយពេលទង្គិចវាក៏មានល្បឿនដើមអញ្ចឹងពេលដែលយើងយកវាទៅជំនួសចូលទីតាំង W នេះជាជំនួសដោយដក 1mc MPCD ការអែបនេះគឺ0ហើយព្រោះដុំនឹងវាឈប់ដាក់0ហើយតមកទៀតយើងនិយាយពីការ E គឺស្មើនឹង2 1លើ2 m 2 v 2ព្រីមការ៉េអញ្ចឹងដោយសារនេះដកដូចគ្នាយើងស្រួលចេញm2 នេះស្រួលចេញអា2នេះចែកមកទៀតគុណប៉ុន្តែគោលដៅយើងបាទមិញហ្នឹងខ្ញុំដាច់ធម្មតាដែរគ្នាយើងព្រោះវាអាឡឹមភ្លៀងអញ្ចឹងអ៊ីនធឺណិត slow ហឡូនេះយើងមិញដល់ធម្មតាដែរកន្លែងសម្រួលសញ្ញាដកលោកគ្រូឲ្យបោះពីរទៅនោះបាទចឹងយើងទៅកន្លែងសម្រួលសញ្ញាដកអញ្ចឹងយើងអត់បោះពីរទេសុំទោសដោយសារខ្ញុំគិតខុសមិញអ្វីដែលគេចង់បានពេលនេះគេចង់បាន D នេះចឹងសម្រួលអាពីរនេះចេញហើយសម្រួលដកនេះមកអានេះគុណមួយសេនេះគុណមកទៀតបានចែក2ដង1សេបាទក្រោយមកទៀតយើងនិយាយអំពី1គឺស្មើនឹង0.25សេស្មើ10ម៉ែត្រក្នុងវិធីការ៉េ
តើមកយើងត្រូវការរកល្បឿននៅពេលដែលវាក្រោយទង្គិចល្បឿនក្រោយពេលទង្គិចយើងប្រើតាមវិធីនេះមកទីមួយគេថាយ៉ាងប្រមាណចលនាចំពោះនេះគេហៅទៅទង្គិចខ្ទាតជាងដាក់ថាពេល e ស្មើពេល f ឬក៏ vector ស្មើនឹងពេល e ស្មើពេល f ផ្សេងជា vector ក៏បានផ្សេង scalar ក៏បានប៉ុន្តែប្រមាណចលនាដើមគឺស្មើនឹង m1 ve បូក m2 0ព្រោះលក្ខណៈថាលក្ខខណ្ឌដើមដុំ m2 នេះវានៅស្ងៀមអញ្ចឹងណា m2 នៅស្ងៀមតមកប្រមាណចលនាស្រេចអាដុំទី1នេះវាមិនមែនទង្គិចហើយវាអត់មានល្បឿនថយក្រោយឬទៅមុខទេព្រោះយើងអត់ដឹងលក្ខខណ្ឌច្បាស់អញ្ចឹងក៏គេសន្មតថាវាមានល្បឿនក្រោយពេលទង្គិច v1 ព្រាមទៀតទៅអញ្ចឹងយើងធ្វើជាតំណែងតំណងវាដោយសារវាជាទង្គិចខ្ទាតអញ្ចឹងយើងអត់ដឹងថាវាមានល្បឿនស្មើ0ឬក៏អត់ទេធ្វើឲ្យតែគេបញ្ជាក់អញ្ចឹង PE នេះត្រូវបានបញ្ចូលដោយចំនួនដោយ m1 v1 PF នេះចំនួនដោយ m1 v1 ព្រីមបូក m2 v2 ព្រីមហើយគោលដៅយើងចង់រក v1 ព្រីមហើយđâyបានយើងត្រូវរក v1 ព្រីមយើងដើម្បីបំបត្តិ v1 ព្រីមចេញយើងត្រូវរក v1 ព្រីមយកទៅចូលជាទំនាក់ទំនងមួយអា v2 ព្រោះគោលដៅចង់បាន v2 ហើយកន្លែងនេះយើងយកវាឲ្យតាក់ទងហ្នឹងដោយសារតែវាជាទង្គិចទៀតអញ្ចឹងវាមានការប្រែប្រួលប្រមាណចលនាយើងត្រូវវាបំបត្តិបែបហ្នឹងតែនេះបាន m1 ស្មើ1គីឡូក្រាម m2 គឺស្មើនឹង3គីឡូក្រាមហើយ v ឡើយនេះទៀតសោតខ្ញុំសូមរកចេះសិនណាគ្នាយើងខ្ញុំសូមរកល្បឿនរបស់អង្គធាតុមុនដើម្បីងាយស្រួលខ្ញុំសូមរកល្បឿនរបស់អង្គធាតុមុននេះរកល្បឿន v1 របស់អង្គធាតុសិនណាពេលដែលយើងរកល្បឿន v1 របស់អង្គធាតុឃើញសិនយើងរកល្បឿន v1 របស់អង្គធាតុគឺល្បឿននៅពេលដែលវាធ្លាក់មកដល់ហើយនេះពីនេះធ្លាក់មកដល់នេះយើងប្រើតាមច្បាប់រសារថាមពលចឹងថាមពលមេកានិកដើមរបស់ m1 ស្មើនឹងថាមពលមេកានិកស្រេចរបស់ m1 នៅត្រង់ចំណុចពេលដែលវាទង្គិចមុនពេលដែលវាទង្គិចចឹងយើងបានមកបែបហ្នឹងយើងបានm1 e ស្មើនឹង m2e 2ស្មើme ស្មើនឹង mf ដែល me ហ្នឹងគឺស្មើនឹងថាមពលពងក្នុងខ្សែព្រោះវាអត់មានល្បឿនទេអាដុំឡើយនេះវាមានតែថាមពលពងខ្សែទេតែនៅពេលដែលវាទង្គិចវាមានល្បឿនអញ្ចឹង1លើ2 mv 1ការ៉េអញ្ចឹងទៅបាទតមកទៀតតកតងជាមួយនឹងយើងចំនួនចូលm1 នេះm នេះយើងចំនួនដោយ m1c ហាដល់ពេលf នេះចំនួនដោយ1លើ2 m1 v1 ការ៉េហើយយើងស្រួល m1 ចោលយើងចង់រក v1 សិនសិននេះការ៉េដែលតាមពាក់ឬហើយអានេះចែកទៀតគុណ 2c ហា c 10ហាស្មើ1អញ្ចឹងយើងចាប់ដើមកណនេះទៅឃើញរឿង20អាហ្នឹងគឺជាល្បឿនរបស់អង្គធាតុមុនពេលទង្គិចនេះមុនពេលទង្គិចតមកយើងរកបានអាហ្នឹងហើយយើងចាប់ដើមនិយាយពីក្រោយពេលទង្គិចរក v2 រក v2 ជាបានតែ p1 pe ស្មើ pf តែ pe ហ្នឹងគឺស្មើនឹង v អីគេ pe ហ្នឹងគឺស្មើនឹង m1 v1 បូក m2 គុណ0ស្មើ m1 v1 ដែល m2 ហ្នឹងគឺ0នៅស្ងៀមតែទៅ m2 ស្ងៀមគឺ v វា0អានេះយើង pf គឺមាន m1 v1 e v1 ព្រីមបូក m2 v2 ព្រីមហើយគោលដៅយើងទាញរក m1 ព្រីមដើម្បីយកវាជាទំនាក់ទំនងទុកធ្វើជាការរក v2 រក v2 ព្រីមអញ្ចឹងកន្លែងនេះ m1 1 m2 3អញ្ចឹងយើងរក v1 មិញខ្ញុំបានបង្ហាញហើយស្មើឬនៃ20ឬនៃ20បើយើងគិតទៅវាចេញប្រមាណនេះអត់ដឹងទេឥឡូវគិតតែដាក់ឬនៃ20ចឹងហ្មងអញ្ចឹងខ្ញុំបានថានោះនោះ v1 ព្រីមស្មើនឹង v1 ព្រីមស្មើឲ្យ m1 m1 យើងគឺចំនួនដោយម៉ាស់វា1គុណជាមួយនឹង v1 យើងគឺរឿង20ដល់ឲ្យ m2 យើង3គុណនឹង v2 ព្រីមចែកជាមួយនឹង1ឬក៏ស្មើនឹងឬ20ដល់ 3v2 ព្រីមបាទ
13 វេពីព្រីមអាហ្នឹងបញ្ញត្តិបានតំណឹងយើងយ៉ាំទីយាយចូលដល់មួយទៀតគេត្រូវមានបញ្ញត្តិមួយទៀតគេថាចេះដាក់ចេះមកអើយចំពោះទង្គិចទៀតថាមពលស៊ីនេតិកត្រូវបានរក្សាស៊ីនេតិកត្រូវបានរក្សាចានេះក៏ខ្ញុំភ្លេចដែរពេលធ្វើអាហ្នឹងទៅកាត់ទៅបើសិនយើងឲ្យលបឿនវាពេលដែលលបឿនស្រាច់នេះ0អត់ត្រូវអញ្ចឹងវាជាទង្គិចទៀតវាត្រូវមានថាមពលស៊ីនេតិកមួយទៀតតែថាមពលស៊ីនេតិកត្រូវបានរក្សាមានន័យថាថាមពលស៊ីនេតិកដើមស្មើនឹងថាមពលស៊ីនេតិកស្រាច់ឬក៏1/2 m v 1ការ៉េបូកឲ្យ1/2 m v 2ការ៉េស្មើនឹង1/2 m1 ឈប់អូអត់ដាក់ម៉ាអានេះមាន m1 អានេះ m2 ថាមពលស៊ីនតិចដើមគឺកើតឡើងពីថាមពលស៊ីនតិចនៃដុំទី1បូកដុំទី2អញ្ចឹងហើយបូកឲ្យ v នេះ v1 ព្រីមលើកជាការ៉េឬក៏ឈប់បាទអានេះ v ខ្ញុំ copy នេះសិន v ព្រីម1លើកជាការ៉េបូកឲ្យ1/2 m2 v 2ព្រីមលើកជាការ៉េបាទហៅឡូគ្នាយើងហៅឡូឮខ្ញុំហ៎លោកបាទគ្រូបាទចាថាមពលមេកានិកនេះគឺយើងត្រូវធ្វើចេះថាមពលមេកានិកដោស្មើថាមពលមេកានិកស្រេចនេះដោយសារតែថាមពលសំទោសមិនមែនថាមពលមេកានិកទេចំពោះទង្គិចទៀតយើងនិយាយពីថាមពលស៊ីនេតិករបស់ប្រព័ន្ធវាកានិកដើមស្មើនឹងថាមពលស៊ីនេតិករបស់ប្រព័ន្ធកានិកស្រេចចឹងយើងដាក់ថាឬក៏យើងអាចចំនួនលេខសិនណាព្រោះយើងមានលេខទាំងអស់ហើយទី1តកតងជាមួយនឹងអានេះយើងស្រួលលេខ2ចេញអស់ហើយយើងស្រួលលេខ2ចេញអស់យើងសល់1 v1 ការ៉េស្មើនឹង1/2 m2 ដល់សន្ទុះ m1 v1 ការ៉េបូកឲ្យ1ដល់សន្ទុះអត់ដាក់1/2ទេអានេះ m1 v ព្រីម1ការ៉េបូកឲ្យ m2 v2 v ព្រីម2ការ៉េទោះតាហេតុអីបានខ្ញុំបំបត្តិ v ទៅទេ v ទៅទេគឺយើងដឹងហើយ v2 នេះស្មើ0ព្រោះវត្ថុទី2ករណីដើមករណីមួយទង្គិចវាមានគ្មានលបឿនករណីមួយទង្គិចវាអត់មានលបឿនទេបើអត់មានលបឿនទេគឺវាស្មើនឹង0អញ្ចឹងបាទបានបែបហ្នឹងជុកខ្ញុំនិយាយចឹងបាទចឹងបានបែបហ្នឹងខណៈហ្នឹងដោយសារតែពេលដែលទង្គិចភ្លាមនេះវាអត់មានលបឿនទេអាករណីមុនវងអញ្ចឹងតមកទៀតយើងអាចចំនួនយកដាក់ថាឬក៏ M1 យើងបានប្រាប់ពីលើហើយ M1 ស្មើនឹងប៉ុន្មានស្មើ1គីឡូក្រាម M1 យើងដាក់1គុណនឹងV1 V1 យើងគឺលបឿនដើមរបស់យើងអា V1 ទៅទេនេះ V1 ការ៉េនេះ V1 យើងនេះឬ20យើងដាក់ឬ20លើកជាការ៉េដាក់ឬនៃ20លើកវាជាការ៉េបូកឲ្យក៏ស្មើឲ្យ M1 យើងទុកចំនួនលេខ1គុណនឹងហើយ V1 ការ៉េ V1 ការ៉េគឺ V1 គឺស្មើឬនៃ20ឬនៃ20ដកឲ្យ3ដង V2 ព្រីម V2 ព្រីមហើយបានលើកជាការ៉េបូកឲ្យ M2 យើងមកវា3គុណជាមួយនឹង V2 ព្រីមឬក៏យើងដាក់ថា3 V2 ព្រីមការ៉េតមកទៀតយើងដាក់ឬក៏យើងថាមូលអានេះបើយើងលើកវាជាការ៉េទៅអស់សល់តែ20អញ្ចឹងបាន20អានេះ20ស្មើនឹងអានេះយើងលើកជាការ៉េទៅបានប្រហែលការ៉េនេះបានប្រហែលដែរណាបាន20ការ៉េអញ្ចឹងនេះបាន20ការ៉េជាងបាន20ដកឲ្យ
2ដង AB អញ្ចឹង2គុណនេះគុណ3ទៅបាន6 6ឬ20 v គេ v v 2សំទោស v ព្រីម2ហើយបូកឲ្យអានេះការ៉េ3ការ៉េ9 9 v v ព្រីម2ការ៉េហើយបូកឲ្យ3 v ព្រីម2ការ៉េបាទអានេះយើងអាចដោះស្រាយតាមលេខសមីការណាឬក៏យើងអាចសេបានទៀតថាអានេះបើយើងគិតណាអានេះ20 20សម្រួលគ្នាអស់ណាអញ្ចឹងណា20 20សម្រួលគ្នាអស់ហើយអញ្ចឹងយើងបានសល់នេះ9 v2 នេះបូកនឹង3នេះទៀតឡើង12យើងបាន12 v ព្រីម2ការ៉េដកឲ្យ6ឬនៃ20 v ព្រីម2ស្មើ0ហេតុអីបើស្មើ0ព្រោះអានេះ20នេះ20នេះស្រួលគ្នាអស់ហើយឬក៏យើងម្ដងទៀតយើងចាប់វាជាកតាចាប់ v ព្រីមជាកតាទៅ v ព្រីម2ជាកតាអញ្ចឹងចាប់វាជាកតាដល់យើងចាប់ជាមួយនឹងលេខមួយគុណទៀតក៏បានដែរអានេះយើងអាចចែក6ដែរទៀតយើងចាប់6ចាប់6ចាប់6ទៅនេះសល់12នេះចែកមក6ទៅសល់2 2នៃ v ព្រីម2នៃ v ព្រីម2ដកឲ្យ6នេះអស់សល់ឬនៃ20ស្មើ0ក្រោយមកទៀតយើងថាដោយល្បឿនធំជាង0នោះដោយល្បឿនដុំណាដុំដែកv2 ធំជាង0ពលល្បឿនពេលទង្គិចហើយវាធំជាង0ណាបើវាផ្លាស់ទីចានេះយើងអត់គិតទេយើងទាញតែនៅក្នុងនេះស្មើ0បានហើយអាហ្នឹងលក្ខណៈនៃការវិភាគនោះយើងបាន2ដង v ព្រីម2 2 v ព្រីម2ដកឲ្យឬនៃ20ស្មើ0នាំឲ្យ v ព្រីម2ស្មើនឹងឬនៃ20លើ2ម៉ែត្រក្នុងវិនាទីដល់ពេលបានអាហ្នឹងហើយយើងត្រឡប់យកទៅលើវិញយើងបាននេះអារូបមន្តដើមមុននោះដេស្មើ v ព្រីមការ៉េចែកនឹង2 1សេ1យើងគឺ 0.25 សេយើង10អញ្ចឹងយើងដាក់ថាដេស្មើនឹងផលធាតុនៃ v ពីព្រីមការ៉េអញ្ចឹងអានេះ v ពីព្រីមនេះការ៉េអញ្ចឹងស្មើនឹងឬនៃ20ចែកនឹង2លើកជាការ៉េចែកជាមួយនឹង2គុណនឹង0.25គុណនឹង10សរសេរយើងយក10ចាក្រមបគុណគ្នាទៅអានេះយើងបាន0.5បាន5មកក្រម5ឥឡូវនេះបើយើងគិតឥឡូវនេះលើកជាការ៉េអានេះលើកជាការ៉េទៅវាសល់4អានេះលើកជាការ៉េបាន4អានេះលើកជាការ៉េអស់ឬមកអានេះសល់20ចែក4បាន5អាក្រម5ចែក5បាន1បាន1ម៉ែត្រអញ្ចឹងបាន1ម៉ែត្រចម្លើយវាឃើញ1ម៉ែត្របាទចម្លើយឃើញ1ម៉ែត្រអញ្ចឹងអានេះបញ្ចប់ចម្លើយវាប៉ុណ្ណឹងឃើញ1ម៉ែត្រតែចឹងអត្រាកំណែឃើញមែនទេចាំមើលខ្ញុំផ្ញើអត្រាកំណែមើលកន្លែងនេះពិបាកយល់ណាស់ទាមទារយើងយកទៅវិភាគមើលឡើងវិញព្រោះវាជាប្រភេទលំហាត់សិល្បៈកែឬក៏ឥឡូវហ្នឹងបើមានជាសំណួរអាចសួរឲ្យហើយមក